ក្រុមយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកអង្គការលេងនវត្រានាំយកអំណោយចូលសាកសួរសុខទុក្ខកងទ័ពផ្ទាល់រួមមានថវិកា200លានរៀលអង្គរ50តោនមីជាតិ2000កេសជូនបញ្ជាការដ្ឋានអង្គរៈប្រចាំនៅសមរភូមិមុខសេវាកម្មជួលរថយន្តគ្រប់ប្រភេទទាំងប្រទេសកម្ពុជាថៃនិងវៀតណាមសេវាកម្មទូកទំនើបល្បឿនលឿនទៅកាន់កោះរងសន្លឹមនិងកោះស្ដេចអ្នកអង្គការលេងនវត្រាប្រធានយុវជនបូជាការពារយុត្តិធម៌បានដឹកនាំទីប្រឹក្សាអនុប្រធានក្រុមសមាជិកាចូលសមរភូមិផ្ទាល់ស៊ូសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងការពារព្រំដែននិងនាំយកថវិកាព្រមទាំងអំណោយគ្រឿងឧបភោគបរិភោគប្រគល់ជូនអាដាមនាដំសនីកតេសង្ឃបណ្ឌិតហ៊ីងប៊ុនហៀងអគ្គមេបញ្ជាការរងនិងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរៈដែលដឹកនាំកម្លាំងផ្ទាល់នៅតំបន់ព្រំដែនមុំបីទីដែលទើបប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅស្រុកជាំខ្សានខេត្តព្រះវិហារពិធីជួបសំណេះសំណាលស៊ូសុខទុក្ខនិងប្រគល់អំណោយធ្វើឡើងនាព្រឹកថ្ងៃទី31ខែឧសភាឆ្នាំ2025ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់អាដាមនាដំសនីកតេសង្ឃបណ្ឌិតហ៊ីងប៊ុនហៀងអគ្គមេបញ្ជាការរងនិងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរៈរួមមានថវិកាចំនួន200លានរៀលមីជាតិ2000កេសនិងអង្គរ50តោនជូនដល់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលបានលះបង់គ្រប់បែបយ៉ាងការពារសុខសន្តិភាពការពារបូរណភាពដែនដីនិងអធិបតេយ្យជាតិថ្លែងក្នុងឱកាសនោះអ្នកអង្គការលេងនវត្រាសូមថ្លែងអំណរគុណដល់អាដាមនាដំសនីកតេសង្ឃបណ្ឌិតហ៊ីងប៊ុនហៀងជាមេទ័ពដ៏ឆ្នើមរបស់កម្ពុជាបានដឹកនាំកងទ័ពនិងអាវុធធុនធ្ងន់ជាច្រើនទៅកាន់ព្រំដែនដែលបានអនុញ្ញាតឲ្យយុវជនបូជាការពារយុត្តិធម៌ចុះមកជួបផ្ទាល់ដើម្បីសម្ដែងនូវការគោរពដល់វីរភាពស្មារតីស្នេហាជាតិរបស់កងកម្លាំងប្រដាប់អាវុធដែលបានលះបង់គ្រប់បែបយ៉ាងការពារជាតិមាតុភូមិទន្ទឹមនឹងនោះអ្នកអង្គការលេងនវត្រាសូមផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់កងកម្លាំងទាំងអស់ដែលកំពុងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យជាតិបូរណភាពទឹកដីនិងត្រៀមទទួលអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខនៃរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីអ្នកអង្គការបានថ្លែងថាក្នុងនាមប្រធានយុវជនបូជាការពារយុត្តិធម៌តែងតែបានណែនាំនិងលើកទឹកចិត្តដល់សមាជិកក្រុមទាំងអស់ចូលរួមសាមគ្គីគ្នាការពារជាតិរបស់យើងជាពិសេសសូមគោរពនិងដឹងគុណដល់ខ្ពង់ខ្ពស់ជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតដែលតែងតែខិតខំពុះពៀគ្រប់បែបយ៉ាងដើម្បីជាតិនិងប្រជាជនដូច្នេះហើយខ្ញុំមិនរុញរាក្នុងការលះបង់កុំថាឡាយសម្ភារៈទ្រព្យសម្បត្តិសម្រាប់ខ្ញុំសូម្បីជីវិតក៏អាចចូលរួមជាមួយបងកងទ័ពបានដែរនៅពេលជាតិត្រូវការនៅក្នុងឱកាសនោះអាដាមនាដំសនីផ្កាយមាស4កតេសង្ឃបណ្ឌិតហ៊ីងប៊ុនហៀងបានមានប្រសាសន៍ថាការចល័តទ័ពនិងអាវុធធុនធ្ងន់ទាំងអស់នេះមិនមែនដើម្បីគំរាមកំហែងប្រទេសជិតខាងនោះទេហើយក៏មិនចង់បង្កសង្គ្រាមជាមួយប្រទេសជិតខាងដែរប៉ុន្តែគឺដើម្បីត្រៀមវាយបកសត្រូវឈ្លានពានក្នុងករណីដែលសត្រូវរំលោភបំពានលើអធិបតេយ្យជាតិកម្ពុជាអាដាមនាដំសនីកតេសង្ឃបណ្ឌិតក៏បានមានប្រសាសន៍សូមថ្លែងអំណរគុណចំពោះអ្នកអង្គការលេងនវត្រានិងក្រុមយុវជនបូជាការពារយុត្តិធម៌ដែលមកស៊ូសុខទុក្ខកងទ័ពហើយបាននាំយកនៅថវិកានិងគ្រឿងឧបភោគបរិភោគផ្ដល់ជូនដល់កងកម្លាំងជួរមុខឈរជើងតាមព្រំដែន